មានជំងឺមួយចំនួនដែលបានបំផ្លាញទៅលើសុខភាពក៏ដូចជាបំផ្លាញទៅលើអាយុជីវិតរបស់មនុស្សច្រើនមែនទែននៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំជំងឺទី1គឺពាក់ព័ន្ធជាមួយនឹងជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែមនេះក៏នៅក្នុងប្រទេសកម្ពុជារបស់យើងកំពុងតែកើតច្រើនមែនទែនដែលភាគច្រើនគឺកើតតាមរយៈ lifestyle រស់នៅដែលមនុស្សចូលចិត្តទទួលទាននៅប្រភេទអាហារដែលផ្អែមដាច់ខ្លាំងភេសជ្ជៈគ្រឿងកំប៉ុងឬក៏កើតតាមរយៈការដែលបងប្អូនដំណោះពូជអីនឹងឯងបើសិនជាបងប្អូនកំពុងតែមានបញ្ហាឡើងជាតិស្ករឬក៏លើមានបញ្ហាតទៅជំងឺទឹកនោមផ្អែមហ្នឹងហើយបងប្អូនគួរតែរៀបចំជីវិតឲ្យបានល្អប្រសើរតទៅនឹងការញ៉ាំការគេងការហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីកុំឲ្យជំងឺនឹងវាយលុកលើរាងកាយរបស់បងប្អូនកាន់តែធ្ងន់ធ្ងរជំងឺទី2គឺពាក់ព័ន្ធជាមួយនឹងជំងឺលើសសម្ពាធឈាមក៏កំពុងតែកើតច្រើនមែនទែននៅលើពិភពលោកជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងក៏សម្បូរខ្លាំងដូចគ្នាបងប្អូនកំពុងតែមានបញ្ហាសម្ពាធឈាមព្យាយាមរៀបចំរបបអាហារព្យាយាមឆែកសុខភាពឲ្យបានល្អឲ្យបានទៀងទាត់ដើម្បីតាមដានក៏ដូចជាសង្កេតទៅលើសុខភាពបងប្អូនកុំឲ្យមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃខាងមុខដែលវាបង្កឲ្យបងប្អូនមានបញ្ហាប្រឈមដៃឬក៏ស្ទះសរសៃឈាមតើនឹងជំងឺទី3នោះគឺជំងឺគាំងបេះដូងបញ្ហាគាំងបេះដូងកំពុងតែវាយរ៉លខ្លាំងមែនទែនជាពិសេសគឺនៅក្នុងប្រទេសខ្មែររបស់យើងនាពេលបច្ចុប្បន្ននេះបងប្អូនសង្កេតឃើញនៅតាមសង្គម social media គឺកំពុងតែវាយលុកច្រើនមែនទែនដែលបង្កឲ្យមនុស្សយើងមានបញ្ហាតទៅនឹងសុខភាពអាចឈានដល់ការដែលបាត់បង់អាយុជីវិតច្រើនដូច្នេះហើយបងប្អូនគួរតែប្រយ័ត្នប្រយែងនៅក្នុងការញ៉ាំអាហារចេះរៀបចំជីវិតឲ្យបានល្អបងប្អូនជាមួយនឹងចំណីដែលបងប្អូនញ៉ាំចូលជាប្រចាំកុំទទួលទាននៅប្រភេទអាហារដែលប្រើខ្លាញ់ច្រើនអាហារដែលរក្សានូវគុណភាពទុកបានយូរអាហារដែលសម្បូរទៅដោយខ្លាញ់អាក្រក់អាហារទាំងអស់ហ្នឹងគឺជាប្រភពចម្បងដែលបង្កឲ្យបងប្អូនមានបញ្ហាស្ទះក៏ដូចជាមានបញ្ហាគាំងបេះដូងហើយជំងឺទី4ចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងជំងឺមហារីកបងប្អូនត្រូវសង្កេតក៏ដូចជាយកចិត្តទុកដាក់នៅក្នុងការថែទាំសុខភាពដូចគ្នាព្រោះជំងឺនេះដំណាក់កាលទី1ទី2វាអត់ចេញជារោគសញ្ញាអីដែលជាចម្បងឲ្យបងប្អូនតាមដានក៏ដូចជាសង្កេតដឹងទេប៉ុន្តែបងប្អូនត្រូវឧស្សាហ៍ទៅឆែកសុខភាពមើល3ឬក៏6ខែហ្នឹងដើម្បីតាមដានសុខភាពរាងកាយកុំឲ្យបងប្អូននឹងមានបញ្ហាពាក់ព័ន្ធជាមួយនឹងវិបត្តិជំងឺមួយនេះបងប្អូនអរគុណជួយ share ចែកម្លែកវីដេអូនឹងម្នាក់មួយផងដើម្បីទុកគ្រាន់ជាសារមួយដែលដាស់តឿនក្រៅរំលឹកការពារខ្លួនឯងក៏ដូចជាក្រុមគ្រួសារឲ្យរស់ចាកឆ្ងាយពីជំងឺទាំង4នេះ